សួស្តីបងប្អូនទាំងអស់គ្នានេះថ្ងៃនេះប្លែកឃើញខ្ញុំមកជ្រកកុំដាំត្នោតទេបងប្អូនដោយសារថ្ងៃនេះគឺយើងមកយកឃ្មុំទៀតបងប្អូនយកនៅលើដាំត្នោតបងប្អូនគេប្រាប់ថាមាននៅលើដាំត្នោតគេដឹងខ្ញុំចេះយកឃ្មុំអញ្ចឹងគេក៏ហៅខ្ញុំមកយកបងប្អូនឥឡូវកុំឲ្យខាតពេលវេលាយូរបងប្អូនតោះទៅទស្សនាឃ្មុំនោះទាំងអស់គ្នាតែមុនទៅខ្ញុំបញ្ជាក់បន្តិចឃ្មុំនោះថតអត់ឃើញទេបងប្អូនវានៅចុងហោតខ្ពស់ពេកអញ្ចឹងយើងដាក់អាស័យតកាវវាបងប្អូនតកាវវាលើចុងបងប្អូនឲ្យធ្លាក់សាច់មកក្រោមទៅយើងយកបានទេបងប្អូននេះឲ្យតិចនិចនៃការយកឃ្មុំលើដើមត្នោតខ្ពស់យើងមិនអាចទៅឡើងបានទេព្រោះខ្លាច់ធ្លាក់ខ្លាច់អីឃ្មុំតិចហូបផ្លូវចុះមកវាអត់ឃើញអញ្ចឹងតិចនិចយើងគឺបែបហ្នឹងបងប្អូនគឺយើងជាធ្វើអាស័យតកាវវាទម្លាក់បងប្អូនហើយយើងពពួកផ្សែងពីក្រោមឲ្យទុំតនិចអីចឹងទៅបងប្អូនតោះយើងទៅមើលទាំងអស់គ្នាមិញខ្ញុំទៅលាអាស័យបងប្អូនហត់បែកញើសទៅលាអាស័យដើម្បីយកទៅដាក់នៅក្នុងមិញខ្ញុំយកទៅដាក់ហើយតែចាំទៅមើលទាំងអស់គ្នាខ្ញុំបានយកអាស័យទៅដាក់កន្លែងដើមថ្នោតមានឃុំនោះហើយនៅអធិស្ឋានបងប្អូនបន្តិចដែរដោយសារពលឺព្រះអាទិត្យជះមកខ្លាំងពេកហ្នឹងនេះបងប្អូនអាស័យខ្ញុំបានយកមកដាក់នេះដើមដែលដាក់អាស័យហ្នឹងគឺឃុំនៅដើមហ្នឹងបងប្អូនហើយនេះពលឺថ្ងៃជះមកខ្លាំងពេលព្រឹកបងប្អូនយើងមកតាំងពីថ្ងៃមិនទាន់រះបងប្អូនឥឡូវថ្ងៃរះបាត់ហើយបងប្អូនអានេះស័យយើងដាក់ឥឡូវជំនួយយើងដោលបានអត់បងប្អូននេះយើងដោលមិញបងប្អូនដោលមកទំហឹងឥឡូវបានហើយបងប្អូនបានឥឡូវយើងទៅសម្រាប់បន្តិចសិនបងប្អូនទៅកន្លែងដើមយើងវិញអូយបងប្អូនហើយបែកញើសហូរញើសមែនទៅចាក់មុំមិនបែកហូរញើសបងប្អូនអើយហូរញើសខ្លះសារអីខ្ពស់ហើយអាស័យក៏វាធ្ងន់ទៀតផ្អោងមិញបងប្អូនឃើញស្រាប់ហើយពលឺព្រះអាទិត្យជះមកទៀតហើយយើងនឹងចង់កាហាយភ្នែកដែរនោះព្រមពលឺព្រះអាទិត្យនេះក៏រៀងក្តៅទៀតហើយម៉ោងក៏ចង់7ជាងទៀតហើយយើងមកตั้งម៉ោង6ឥឡូវយើងតិចទៀតធ្វើដំណើរទៅវិញបងប្អូនធ្វើដំណើរហើយឃ្មុំមិញបានទេបងប្អូនខ្ញុំបញ្យួរទុកមែកឈើសិនហើយចាំយើងទៅបញ្យួរដៃម៉ូតូចេញដំណើរទៅយកមកកន្លែងទៀតគេហៅទៅយកនៅចុងអាស័យបងប្អូនដល់នេះចុងអាស័យប្រហែលជាដឹងមិនមាសទេចុងអាស័យពោះទៀតក្រាស់ទៀតដែលវីដេអូខ្ញុំទៅយកនៅអូយ៉ាងធំមកបងប្អូនខ្ញុំផ្លិតអាឃ្មុំនៅដើមថ្នោតនេះមិញជាដំរីបងប្អូនជាដំរីហើយនឹងគេហៅទៅយកម៉ាល់មួយទៀតបងប្អូនឥឡូវយើងគ្រូឃ្មុំបងប្អូនគ្រូឃ្មុំអីក្រៅពីធ្វើការងារឯកជនក៏មានការងារផ្សេងខ្ញុំដឹកអីវ៉ាន់តិចតួច delivery បងប្អូនអើយគេស្ដីទិញនេះទិញនោះតែទៅជួយដឹកឲ្យគេទៅបានលុយចាយហើយរកស៊ីកប់មុខរបរផ្សេងក៏បានដោះដូរបងប្អូនដើរជួសជុលតិចទៅជួសជុលតទឹកតអីគេតិចទៅបានលុយចាយនៅឃ្មុំទៅបានលក់ទឹកឃ្មុំទឹកអីទៅជួនកាលក៏អត់ទៅបានលក់សាច់ឃ្មុំសាច់អីបងប្អូននេះទិញនៅក្បែរហ្នឹងតោះតិចទៀតយើងទៅនេះទាំងអស់គ្នាបងប្អូនក្នុងខែប៉ុណ្ណឹងយើងទៅម៉ូតូដឹកសាច់ឃ្មុំនឹងទៅយកមកកន្លែងទៀតបងប្អូននេះមកដល់តាមផ្លូវឥឡូវយើងយកផ្អោងទុកនៅទំនាបអូវិញបងប្អូនហើយយើងទៅទុកទាំងអស់គ្នាបងប្អូននេះបងប្អូនយើងបានសាច់ឃ្មុំហើយយើងទុកក្នុងរណាយើងនេះបងប្អូនណាបានមួយពាក់កដាលនៅហ្នឹងមិនថាបានពាក់កដាលទេតែឥឡូវបាននឹងបកងមួយទៀតបកងនៅក្នុងបងប្អូនហើយបែកយើងហូរញើសហើយតោះយើងចាំទៅយកមួយទៀតខ្ញុំប្រាប់ចឹងចាំទៅមើលទាំងអស់គ្នាយកមួយទៀតនៅវីដេអូក្រោយបាយបាយបងប្អូនទាំងអស់គ្នាបានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណច្រើន